បាទសួស្តីថ្ងៃនេះខ្ញុំឆ្លើយតបនឹងខមមិនបងប្រុសគាត់សួររឿងការថែទាំប្រេងម៉ាស៊ីនក៏ដូចជាទឹកស្អំសម្រាប់ម៉ូតូ CRS Rally បាទចំពោះម៉ូតូនេះគឺយើងត្រូវបដូរប្រេងម៉ាស៊ីនរាល់4000គីឡូម្ដងសម្រាប់ម៉ូតូខ្ញុំបាទតែម៉ូតូបងប្អូនផ្សេងវាអាស្រ័យទៅលើការប្រើប្រាស់របស់គាត់តើតើការប្រើប្រាស់ប្រេងម៉ាស៊ីននេះគឺយើងចេះបងប្អូនខ្ញុំបញ្ចូលតិចយូរឬឆាប់ជិះឆ្ងាយឬជិះជិតអាហ្នឹងវាអាស្រ័យលើយើងឧទាហរណ៍ថាបើបងប្អូនមិនសូវជិះមកបងប្អូនជិះតិចជិះទៅផឹកកាហ្វេផ្លែតហើយមិនសូវមានដំណើរកម្សាន្តយូរម្ដងអញ្ចឹងមានន័យថាប្រេងម៉ាស៊ីនហ្នឹងវាប្រកាសជាយូរខែហើយអញ្ចឹងអាគីឡូហ្នឹងវាមិនសូវបានឆ្ងាយយើងជិះមិនសូវបានឆ្ងាយទេហើយជាខ្ទង់3000គីឡូអីហ្នឹងយើងចំណាយពេលប្រហែលជា4ខែនោះអញ្ចឹងយើងអាចដូរទៅបងប្អូន3000គីឡូហ្នឹងយើងដូរត្រឹមត្រូវហើយទៅវិញបើសិនបើយើងអ្នកជិះច្រើនដូចខ្ញុំអញ្ចឹងយើងអាសាចុះទ្រីបភាសាអីអញ្ចឹងខ្ញុំប្រហែលជា2ខែខ្ញុំ4000គីឡូបាត់ហើយជួនកាលបើវឹកខ្លាំងប្រហែលជាមួយខែកន្លះហ្នឹងវា4000គីឡូបាត់ទៅហើយអញ្ចឹងទៅខ្ញុំជ្រើសរើសយក4000គីឡូនេះដូរម្ដងគឺត្រឹមត្រូវសម្រាប់ខ្ញុំអញ្ចឹងបងប្អូនផ្សេងបងប្អូនអាចយកវិធីសាស្ត្រហ្នឹងទៅគិតទៅបាទមួយទៀតតកតងនឹងបងសួររឿងការថែទាំទឹកស្អំបាទការថែទាំទឹកស្អំជាទូទៅបងប្អូនគួរតែដូររាល់20000គីឡូម្ដងទៅបងប្អូនព្រោះទឹកស្អំវារៀងថ្លៃដែរហើយបងប្អូនស្រឡាញ់ម៉ូតូបងប្អូនចង់ឲ្យវាត្រជាក់បេះដូងបងប្អូនអាសាដូរទៅ10000គីឡូដូរម្ដងទៅអញ្ចឹងណាព្រោះអីអាស្រ័យលើលទ្ធភាពបងប្អូនដែរតែបើសម្រាប់ខ្ញុំនិយាយដល់ស្មោះត្រង់ខ្ញុំដូរលើកមុន40000គីឡូបាទខ្ញុំដូរម្ដងមានន័យថាដូរប្រេងម៉ាស៊ីន10ដងបាទខ្ញុំដូរទឹកស្អំម្ដងមូលហេតុដោយសារតែមុននឹងដូរទឹកស្អំខ្ញុំយកវាទៅវាស់តើកម្រិតគុណភាពវានៅប្រើប្រាស់បានអត់ព្រោះទឹកស្អំសម្រាប់ម៉ូតូ Dual Sport ណាវាអត់ក្តៅខ្លាំងដូចប្រភេទ Sport ទេប្រភេទម៉ូតូ Sport អញ្ចឹងជាងក៏គាត់ recommend ឲ្យវាស់សិនមុននឹងយើងដូរក្រោយពីវាស់ហើយយើងដឹងលទ្ធផលថាវានៅល្អអញ្ចឹងខ្ញុំចេះតែបន្តជិះទៅខ្ញុំដូរលើកមុន40000គីឡូបាទខ្ញុំដូរម្ដងអញ្ចឹងមានន័យថាម៉ូតូខ្ញុំនេះតាំងពីទិញមកខ្ញុំទៅដូរ2ដងហើយបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ comment សួរបើសិនបងប្អូនមានចម្ងល់អីផ្សេងទៀតអាច comment បន្តនៅខាងក្រោមបាទអរគុណច្រើនជម្រាបលាបាទ